ឧត្តមសេនីយ៍តូសេងធីរិនចាត់ប្រធានការប្រតិបត្តិការបង្ក្រាបការបទល្មើសដឹកលាខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីយប់ឧត្តមសេនីយ៍តូសេងធីរិនប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងកម្លាំងអង្គភាពចំណូលយុទ្ធភូមិភាគទី5ដឹកនាំដោយវរៈសេនីយ៍តូសវិបុលសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹកក្រងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលាសដោយខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទូងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានខករថយន្តសរុប3គ្រឿងរួមមានរថយន្តហ្វូស៊ូចំនួន5តោនផ្ទុកលាសហាចំនួន15តោនរថយន្តកូរ៉េចំនួន5តោនផ្ទុកលាសហាចំនួន10តោនរថយន្តកែច្នៃផ្ទុកលាសចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលាសដែលខុតបានប្រគល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញឧត្តមសេនីយ៍តូសេងធីរិនបានបញ្ជាក់ថាទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃរណបរាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ